តើអ្វីទៅគឺជាអាជីវកម្មស្តង់ដារប្រើសម្រាប់ធ្វើអ្វីជំរាបសួរលោកគ្រូសូមលោកគ្រូជួយចែកម្លែកនៅប្រធានបទនេះផងលោកគ្រូបាទអរគុណច្រើនបងប្អូននៅសំណួរនេះប្រធានបទយើងថាតើអ្វីទៅជាអាជីវកម្មស្តង់ដារហើយប្រើវាសម្រាប់ធ្វើអ្វីមុនដំបូងយើងត្រូវដឹងថាតើស្អីជាអាជីវកម្មលក្ខណៈគ្រួសារនិងស្តង់ដារខុសគ្នាប៉ុណ្ណាបាទអាជីវកម្មលក្ខណៈគ្រួសារស្អីក៏យើងតកែហ្នឹងយើងគ្រប់រឿងទាំងអស់អត់ហ៊ានជួលគេប្រើទេបាទអញ្ចឹងធ្វើឲ្យប្រាក់ចំណេញយើងកាត់បានតិចដោយសារស្អីក៏ខ្លួនឯងដែលអាជីវកម្មលក្ខណៈស្តង់ដារហ្នឹងគឺមានន័យថាគ្រប់ផ្នែកទាំងអស់គេជួលគេមកប្រើហើយគេធ្វើឲ្យបានច្រើនហ្នឹងហើយដោយសារអីគេឲ្យតម្លៃពីផ្សេងគ្នាគឺអាជីវកម្មលក្ខណៈគ្រួសារគឺឲ្យតម្លៃលើ skill នៅ clinic នឹងអត់ហ៊ានបរៀនគេទេខ្លាចគេចេះទៅបើក clinic ដែរហ្នឹងហើយណាឯស្តង់ដារគេអត់ខ្លាចគេចេះពេទ្យនឹងចេះ restaurant នឹងម្ហូបឆ្ងាញ់នឹងទេគេបង្រៀនគេដើម្បីអីដើម្បីឲ្យគេបើកសាខាឲ្យបានច្រើនមានប្រាក់ចំណេញច្រើនអញ្ចឹងការគិតពីហ្នឹងគឺខុសគ្នាគឺលក្ខណៈគ្រួសារផ្ដោតលើ skill ឯកលក្ខណៈស្តង់ដារគឺផ្ដោតទៅលើ brand អាជីវកម្មនៅពេលអាជីវកម្មរីកចម្រើនបានល្អគឺមានន័យថាគេពង្រីកសាខាបានច្រើនធ្វើម៉េចឲ្យគ្រប់សាខាទាំងអស់ unique គុណភាពតែមួយអានឹងការងារនឹងជោគជ័យហើយអ្នកដែលលក្ខណៈគ្រួសារបើកសាខាច្រើនគឺបរាជ័យដោយសារអីគាត់ពុះខ្លួនមិនរួចទេសាខាច្រើនក្នុងសាខាតែមួយគាត់ធ្វើមិនទាន់ផងនៅពេលដែលមានភ្ញៀវច្រើនពេកអញ្ចឹងគឺអត្ថប្រយោជន៍វាធ្វើដើម្បីអីធ្វើដើម្បីប្រាក់ចំណេញនឹងឯងធ្វើដើម្បីប្រាក់ចំណេញនៅពេលយើងលក្ខណៈគ្រួសារប្រាក់ចំណេញអត់កើនទេដោយសារការធ្វើមានតែគាត់ម្នាក់ឯងឯកលក្ខណៈស្តង់ដារគេមានប្រាក់ចំណេញកើនខ្ពស់ដោយសារអីគេជួលមនុស្សគ្រប់ប្រភេទយកមកប្រើហើយគេបន្ថែមផលិតផលច្រើនសេវាកម្មច្រើនហើយសាខាច្រើនទៀតអញ្ចឹងធ្វើឲ្យប្រាក់ចំណេញគេមួយឆ្នាំមួយខែរាប់លានដុល្លារឯលក្ខណៈគ្រួសារយើងបានតែ2000ហ្នឹងចង់ដាច់ខ្យល់ងាប់ហើយហេតុអីស្អីក៏ខ្លួនឯងយើងអត់មានផលិតផលច្រើនអត់មានសេវាកម្មច្រើនអត់មានសាខាច្រើនក្នុងពេលតណាគ្នាពោះស្អីក៏ដោយក៏យើងទាំងអស់វាអត់មានអ្នកផ្សេងមកជំនួសយើងបានអានឹងហើយដែលធ្វើឲ្យប្រាក់ចំណេញយើងវាមាន limit មានដែនកំណត់បែបលក្ខណៈស្តង់ដារ unlimit ដោយសារអីគាត់ចេះប្រើពេលអ្នកដតីជំនាញអ្នកដតីនិងលុយអ្នកដតីដើម្បីពង្រីកសាខាពង្រីកផលិតផលរបស់គាត់ត្រូវតែប្រើអានឹងបាទចឹងហើយធ្វើឲ្យគាត់មានសាខាច្រើនមានផលិតផលច្រើនមានសេវាកម្មច្រើននៅក្នុងពេលតនាគ្នាអញ្ចឹងលក្ខណៈស្តង់ដារគាត់ធ្វើការតិចតែចំណេញបានច្រើនហេតុអីគាត់ប្រើដោយ indirect ទាំងអស់គេឲ្យក្រុមអ្នកជំនាញតាមផ្នែកទាំង management middle management អីធ្វើការគាត់ control តលទ្ធផលតិចតួចទេហ្នឹងហើយប្រាក់ចំណេញគាត់កើនឡើងជាលំដាប់ពីមួយឆ្នាំទៅឆ្នាំហេតុអីពួកគាត់បន្តពង្រីកហើយនឹងពង្រឹងសមត្ថភាពបុគ្គលិកតែគាត់ធ្វើដោយ indirect អញ្ចឹងពង្រីកត្រូវការលុយដើមទុនឲ្យគេចូលហ៊ុនហ្នឹងហើយពង្រឹងសមត្ថភាពបុគ្គលិកនឹងគាត់ជួលមនុស្សជួលអ្នកជំនាញគ្រប់ផ្នែកទាំងអស់មកជួយពង្រឹងគាត់ហើយគាត់ដកលើតែប្រាក់ចំណេញទេនឹងឯលក្ខណៈស្តង់ដារលក្ខណៈស្តង់ដារគឺ focus ទៅលើប្រាក់ចំណេញធ្វើម៉េចពង្រីកសាខាឲ្យបានច្រើនពង្រីកសេវាកម្មនិងផលិតផលឲ្យបានច្រើននិងពង្រឹងសមត្ថភាពឲ្យបានល្អគាត់អត់ខ្វល់ពីជំនាញនីមួយៗទេមិនខ្វល់មិនមែនគេមិនធ្វើការនឹងទេប៉ុន្តែគេជួលអ្នកជំនាញមកធ្វើតែពេលវេលាគាត់មើលភ្នំទាំងមូលគាត់មិនមែនមើលដើមឈើមួយដើមដោយលក្ខណៈគ្រួសារទេគ្រួសារគាត់មើលដើមឈើមួយដើមគាត់មើលតែ skill នឹងមួយទេអញ្ចឹងការងារគាត់8ម៉ោង10ម៉ោងគាត់ផ្ដោតទៅលើ skill អស់ហើយគាត់អត់ផ្ដោតទៅលើ management ឯណារបៀបធ្វើ marketing មិនរបៀបពង្រឹងក្រុម management ឯណាក្រុម operation ធ្វើមិនកាទៀវយើង clinic យើង10កន្លែងគុណភាពតែមួយលុយកាក់គិតមិនឲ្យធនធានមនុស្សដឹកជញ្ជូនគាត់អត់បានគិតអស់ទេដល់អត់បានគិតអស់នឹងអត់បានធ្វើអស់ហ្នឹងធ្វើឲ្យ business គាត់ប្រាក់ចំណេញវាមាន limit អញ្ចឹងបើបងប្អូនចាស់ជីវកម្មចង់ឡើងពី business គ្រួសារទៅស្តង់ដារគឺព្យាយាមប្រឡែងជំនាញឲ្យគេធ្វើយើង control ទៅលើ4ទៅលើ marketing finance operation HR មានន័យថាយើងត្រូវតែពង្រឹង operation ឲ្យយើងឲ្យល្អជាងដៃគូទឹកសដែកយើង clinic យើងឲ្យល្អជាងដៃគូបន្ទាប់មកធ្វើការផ្សព្វផ្សាយដើម្បីអតិថិជនបានស្គាល់បានភ្លក់បានសាកបន្ទាប់មកទៀតបានយើងគិតថាប្រមាណចំណេញនិងកណនីថ្លៃដើមតម្លៃធ្វើ promotion ហើយនឹងគ្រប់គ្រងគុណធានមនុស្សគ្រប់ផ្នែកទាំងអស់ដើម្បីឲ្យ
ពួកគាត់មានលទ្ធផលល្អប្រៀបនឹងដៃគូប្រកួតចែងបាទអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់ជាកម្មដែលបានចូលរួមស្ដាប់បាទ អរគុណច្រើនលោកគ្រូដែលបានជួយបកស្រាយនៅប្រធានបទនេះសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍តាក់ទងការបំលែងជីវកម្មលក្ខណៈគ្រួសារទៅស្តង់ដារវិមិចនិងអាចារ្យម៉ោង10ដល់ម៉ោង12រៀនផ្ទាល់វគ្គនេះរៀន free ចំនួនមានកំណត់គឺជាឱកាសមួយសម្រាប់បងប្អូនបើបងប្អូនចាប់អារម្មណ៍សូមតាក់ទងមកបាទសូមអរគុណ បាទអរគុណច្រើនបងប្អូនបាទ